ខណៈទឹកភ្នែកកន្លងទៅធ្លាប់តែហើយញ៉ាំកំងស្រាប់ចឹងណាប៉ុន្តែនេះគឺជាស្នាដៃលើកទី1ឯដែលខ្ញុំសាកល្បងមកធ្វើខណៈទឹកភ្នែកនឹងហើយអ្វីដែលសំខាន់ណាសាច់គោដាក់ត្រាំជាមួយនឹងសូដាទៅគឺថាកាត់ឆ្អាបបានច្រើនមែនតើជាពិសេសវាធ្វើឲ្យសាច់នឹងស្រស់បាត់ក្លិនបាត់អីអញ្ចឹងណាអានេះខ្ទឹមយើងក្លុកជាមួយនឹងខ្ញីពុកម៉ែបងប្អូនបន្ទាប់មកយើងឆ្លៀតមកធ្វើជាមួយនឹងទឹកត្រីកោះកុងដើម្បីសូបពីលើខណៈទឹកភ្នែកនឹងណាសម្រាប់គ្រឿងផ្សំនេះគឺវាមានរសជាតិរាងស្រាលដោយសារខ្ញុំអត់ញ៉ាំដិតពេកទេប៉ុន្តែខ្ញុំrecommend ឲ្យពុកម៉ែបងប្អូនបើសិនជាធ្វើខណៈទឹកភ្នែកគឺយករៀងដិតតិចទៅដើម្បីវាឆ្ងាញ់អញ្ចឹងណាហើយតិចនិចនៅក្នុងការសោះបន្លែវិញគឺដើម្បីឲ្យវាមានសភាពនៅខៀវក៏ដូចជាស្រួយឆ្ងាញ់គឺបន្ទាប់ពីយើងសោះវាឆ្អិនហើយគឺត្រូវតែយកវាត្រាំជាមួយនឹងតកអាត្រជាក់ហ្នឹងពុកម៉ែបងប្អូនចាត្រាំមកសន្ធុះហើយចាំយើងរៀបដាក់ចានដើម្បីធ្វើខណៈទឹកភ្នែកតាមពិតទៅពុកម៉ែបងប្អូនស្នាដៃលើកទី1នេះមិនសូវជាល្អម៉ានេះដោយសារតែវារៀងរសជាតិស្រាលប៉ុន្តែដោយសារខ្ញុំចង់បានរៀងស្រាលតែញ៉ាំទៅវាអត់សូវជក់មាត់ទេរៀងដិតជាងនឹងតិចបានឆ្ងាញ់ក៏ប៉ុន្តែអូខេដោយសារតែវាជាបទពិសោធន៍លើកទី1អញ្ចឹងដូចតែគេនិយាយអត់ខុសមែនដឹងច្រើនប៉ុណ្ណាក៏ដោយបើសិនជាយើងអត់ធ្វើទេគឺស្មើ0ហ្មងហើយអញ្ចឹងទៅទើបរៀនធ្វើនឹងមិនដឹងថាអូលទ្ធផលវាមិនអញ្ចឹងណាអញ្ចឹងមិនប្រកាសថាដើរញ៉ាំម្ហូបច្រើនណាចេះធ្វើម្ហូបទេពុកម៉ែបងប្អូននេះសាច់គោយើងរៀបហើយអាខ្ញីក្លុកជាមួយនឹងខ្ទឹមហ្នឹងគឺយើងរោយពីលើជាមួយនឹងស្លឹកក្រូចសើចបន្តមកបានសូបទឹកត្រីកោះកុងនឹងអញ្ចឹងណាដាក់ក្លាសេតិចទៅមកសន្ធុះក្រោយមកបានយើងញ៉ាំហើយអ្វីដែលខ្ញុំធ្វើខុសមួយទៀតបងប្អូនអាម្ហូបនេះញ៉ាំមួយបាយអត់ត្រូវសោះហ្មងញ៉ាំជាមួយអាត្រជាក់មិនឆ្ងាញ់ប៉ុន្តែអ្វីដែលខ្ញុំស្ទើរហ្នឹងចេះឆ្ងល់ថៃបានអត់ឆ្ងាញ់តាមពិតយើងយកមកញ៉ាំមួយបាយ